សុភ័ក្រគឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសំណង់ដែលបានទទួលការងារវាស់វែងដីនៅតំបន់ជនបទដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ចាមដោយសារគាត់ត្រូវស្នាក់នៅទីនោះរយៈពេល1ខែគាត់បានជួលផ្ទះឈើមួយខ្នងដែលស្ថិតនៅក្នុងជ្រុងដីចម្ការកៅស៊ូដ៏ធំលងលឿយផ្ទះនោះមានសភាពទ្រុឌទ្រោមនិងសង់អំពីឈើប្រក់ក្បឿងបុរាណហើយមានភាពស្ងាត់ស្រងប់បំផុតអ្នកភូមិនៅក្បែរនោះហាក់ដូចជាមិនចង់និយាយដល់ផ្ទះនោះឡើយម្នាក់គ្រាន់តែប្រមានដោយសំឡេងខ្សឹបថាកុំនៅយប់ជ្រៅពេកហើយកុំស្ដាប់អ្វីដែលបានឮសុភ័ក្រគឺជាមនុស្សសម័យថ្មីដែលមានជំនឿលើវិទ្យាសាស្ត្រក៏បានច្រានចោលរាល់ពាក្យទាំងអស់នោះយប់ទី1សុភ័ក្រគេងនៅក្នុងបន្ទប់ធំមួយដែលមានតែក្រែដែកចាស់ប៉ុណ្ណោះភាពងងឹតនៅទីនោះគឺក្រាស់ខុសពីធម្មតាដូចជាសេចក្តីងងឹតបានលេបត្របាក់សូម្បីតែពន្លឺព្រះខែនៅប្រហែលម៉ោង1 អាធ្រាត្រខណៈដែលគាត់កំពុងគេងលក់សុភ័ក្រក៏ភ្ញាក់ខ្លួនព្រឹកក្បាលដោយសំឡេងមួយវាគឺជាសំឡេងក្មេងយំខ្សឹបហាក់ដូចជាចេញមកពីជន់ខាងក្រោមឬកន្លែងណាមួយនៅក្នុងផ្ទះនោះតែម្ដងសំឡេងយំនេះមិនលឺខ្លាំងទេតែបង្កប់ដោយក្តីជឿចាប់មិនអស់សុភ័ក្រស្ទុះក្រោកភ្លាមបើកទ្វារបន្ទប់ហើយដើរសម្ដៅចុះទៅតាមជណ្ដើរឈើដែលមិនលឺសំឡេងគ្រុបនៅពេលទៅដល់ក្រោមសំឡេងក៏បានស្ងាត់ឈឹងគាត់បើកពិលពិនិត្យមើលជុំវិញផ្ទះទាំងមូលប៉ុន្តែរកមិនឃើញអ្វីក្រៅពីភាពស្អាតទៅទៀតប្រហែលជាសំឡេងសត្វអ្វីមួយគាត់គិតក្នុងចិត្តហើយក៏ត្រឡប់ទៅគេងវិញនៅយប់បន្ទាប់ក្រោយពីសុភ័ក្របានបិទភ្លើងហើយភាពត្រជាក់ស្រេបមួយបានរំកិលចូលមកក្នុងបន្ទប់គាត់ទាំងដែលអាកាសធាតុខាងក្រៅក្តៅហែងបន្តិចក្រោយមកសំឡេងយំខ្សឹបនោះក៏ចាប់ផ្ដើមឡើងម្ដងទៀតតែលើកនេះវាកាន់តែជិតមកខាងមុខវាហាក់បីដូចជានៅពីក្រោយជញ្ជាំងបន្ទប់គាត់តែម្ដងភ្លាមនោះសំឡេងមួយទៀតក៏លេចឡើងនោះគឺជាសំឡេងម៉ាស៊ីនដេរចាស់មួយកំពុងដំណើរការសំឡេងនោះលាន់ឮចេញពីបន្ទប់ទទេដែលស្ថិតនៅទល់មុខបន្ទប់របស់គាត់សុភ័ក្រដឹងច្បាស់ថាផ្ទះនេះគ្មានអ្នកណានៅក្រៅពីគាត់ទេពេលនោះគាត់ได้ស្ដាប់ដោយត្រចៀកទាំងពីរក្លិនធូបក្រអូបចម្លែកមួយបានហុយចូលមកតាមខ្យល់បក់តិចភាពភ័យខ្លាចចូលមកដល់ជំនួសការសង្ស័យគាត់សម្រេចចិត្តថានឹងមិនបើកទ្វារឡើយរហូតដល់ព្រឹកឡើងសំឡេងដេរនោះនៅតែបន្តរហូតដល់ម៉ោង 4 ជិតភ្លឺទើបស្ងប់ស្ងាត់ទៅវិញនៅយប់ទី 3 មុនចូលគេងសុភ័ក្របានរៀបចំកាបូបរបស់គាត់រួចជាស្រេចដោយមានបំណងចាក់ចេញនៅព្រឹកស្អែកតែម្ដងប្រហែលពាក់កណ្ដាលអាធ្រាត្រសំឡេងម៉ាស៊ីនដេរនោះក៏លាន់លឺឡើងជាថ្មីលើកនេះវាលឿនជាងលឺខ្លាំងជាងនិងហាក់បីដូចជាកំពុងនៅក្នុងបន្ទប់របស់គាត់ទៅវិញសំឡេងយំក៏ប្រែក្លាយទៅជាសំឡេងធ្ងររៀបរាប់ដោយការសោកសៅខ្លាំងត្រជាក់ណាស់កូនខ្ញុំត្រជាក់ណាស់សុភ័ក្រស្រវាចាប់ទូរស័ព្ទដៃដើម្បីបើកពិលតែទូរស័ព្ទដៃក៏អស់ថ្មភ្លាមក្នុងភាពងងឹតគាត់ក៏មើលឃើញស្រមោលពណ៌សមួយកំពុងអង្គុយនៅជើងកែរបស់គាត់ដោយខ្លាចរហូតដល់ញ័រខ្លួនគាត់ក៏ប្រមូលកម្លាំងរត់ចេញពីបន្ទប់ហើយដើរជន់ទៅលើវត្ថុទន់មួយនៅតាមផ្លូវចុះជណ្ដើរពេលចុះមកដល់ជាន់ក្រោមគាត់ក៏បានឃើញនៅទិដ្ឋភាពដ៏រន្ធត់នៅកណ្ដាលផ្ទះដែលមានពន្លឺខែចាំងចូលតាមបង្អួចស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងស្លៀកពាក់សម្លៀកបំពាក់ខ្មែរបុរាណអូសដែលរហែកបានអង្គុយនៅមុខម៉ាស៊ីនដេរដ៏ធំច្រេះស៊ីដៃនាងកំពុងបង្វិលកង់ម៉ាស៊ីនយ៉ាងលឿនតែគ្មានសរសៃអំបោះអ្វីទាំងអស់មុខនាងគឺស្លេកស្លាំងសក់វែងបួងឡើងធូររលុងភ្នែកទាំងពីររបស់នាងគឺធំបានហូរឈាមចុះមកលើសំឡេងមួយដុំដែលនៅលើជង្គង់របស់នាងពេលនោះគាត់ក៏ដឹងថាវត្ថុទន់ដែលគាត់បានជន់នៅជាន់លើគឺជាសំឡេងដ៏ធំមួយដែលមានស្នាមប្រឡាក់ដូចឈាមស្ងួតស្ត្រីនោះងាកមករកគាត់យឺតហើយសំឡេងខ្សឹបដែលពោពេញទៅដោយភាពសោកសៅនោះក៏មិនលឺឡើងថាឯងបានឃើញកូនអញទេកូនអញស្លាប់ដោយសារត្រជាក់ណាស់
anh đi ao ơi con anh mình toàn tê ai mơ khơi ao con anh tê đâu bị nu sụp hẹ mình ai chơi với ban lời cọt bạn đừng phím tha giật tray mình nè nú ban slap đặt bong chỉ vượt nửa tí nú chỉ môi nâng cô nửa bò niếng cà pi yu nè mọc hơi ví tụm non chia đôi xa cho mưa con đào không phim ấy cá có đừng tha niêng nơi tại chuột kén nâng ca sải cõi mình ai đi ao ơi cô ở bỏ cọt toàn đòi bắt bong smart đây sụp hẹ rút sầm đau từ một phía thúng hỏi run vía lang giang lướn khả năng đại cọt rút trên từ không phim ngủ ngất này trong ca cao su sầm lên thô dung nâng sầm lên mà sân đề cặc cặc nơi tại lon lư tam bị còi cọt ớt chụp chùa sụp hẹ rút từng cái bà tròn rồi đọc bực tự đọc tên nè phum nơi cái bài nút tiếng khmiên cầm lặng cọt bàn trả trên bị đầm bon nút liếm nơi ngày nút đôi túc trao xong bữa tiếng nơi không té chờ đó chấm na nút rồi hốt một đo sập tay nít để chờ nút nơi tại chỗ nghiêm ngặt khmiên là hiện đã chỗ chật lời kỳ tha nữ riêng rồi bẹ cần đã trít kỳ nơi tại lư sầm lên mà sân đê bật lư la nơi không té nút chỉ sầm lên đê ao để khmiên ngày hai sạch rồi bỏ ném vào đáy để cầm pung rô côn mình khởi